ដំឡៃនៃការអត់ទ្រាំចំពោះការឈឺចាប់ជីវិតដែលរឹងមាំមិនមែនជាជីវិតដែលអាចគេចផុតពីបញ្ហានោះទេប៉ុន្តែជាជីវិតដែលតែងតែនៅអាចដើរបន្តទៅមុខបានទោះជាកន្លងមកធ្លាប់ឆ្លងកាត់ការឈឺចាប់ច្រើនប៉ុណ្ណាក៏ដោយគុណតម្លៃពិតប្រាកដនៃជីវិតមនុស្សយើងគឺប្រៀបបានដូចជាមណ្ឌលខ្មៅដៃមួយដើមអញ្ចឹងដែរខ្មៅដៃអាចធ្វើរឿងអស្ចារ្យជាច្រើនដែលយើងនឹកស្មានមិនដល់ប៉ុន្តែតើតែវាយល់ព្រមឆ្លងកាត់ប្រអប់ចិត្តខ្មៅដៃជាមុនសិនវាប្រហែលជារងនឹងការឈឺចាប់យ៉ាងខ្លាំងប្រពេលដែលត្រូវគេដាក់ចូលទៅក្នុងប្រអប់ចិត្តខ្មៅដៃម្ដងប៉ុន្តែបើវាមិនអាចទ្រាំជាមួយការឈឺចាប់នេះបានទេវាក៏គ្មានថ្ងៃអាចរកឃើញភាពអស្ចារ្យដែលមាននៅខាងក្នុងខ្លួនវាដែរនៅលើកុលនៃខ្មៅដៃមួយដើមគឺមានជួរលបមួយដែលគេនឹងប្រើវាដើម្បីលុបកែប្រែកំហុសដែលត្រូវបង្កើតដោយបណ្ដូលខ្មៅដៃនៅខាងចុងអ្វីដែលយើងត្រូវការពីខ្មៅដៃមួយដើមគឺបណ្ដូលរបស់វាប៉ុន្តែដើម្បីអាចទាញយកផលប្រយោជន៍ពីបណ្ដូលខ្មៅដៃបានវាទាមទារឲ្យខ្មៅដៃចេះអត់ទ្រាំចំពោះការឈឺចាប់ខាងក្រៅរបស់វាសម្បកខាងក្រៅនៃខ្មៅដៃមិនអាចការពារបណ្ដូលខាងក្នុងរបស់ខ្លួនបានទេប៉ុន្តែបណ្ដូលដែលគេត្រូវការនោះហើយដែលជាគុណតម្លៃពិតប្រាកដរបស់វាខ្មៅដៃមួយដើមក៏គង់តែអាចផ្ដល់មេរៀនមួយសម្រាប់ជីវិតយើងបានដែរនៅពេលណាដែលស្ថិតនៅក្នុងអារម្មណ៍មានបញ្ហាពិបាកក្នុងការដោះស្រាយសូមគ្រាន់តែចងចាំថាកុំបណ្តើរឲ្យខ្លួនឯងបាក់ទឹកចិត្តនិងគិតថាខ្លួនឯងមិនល្អពីព្រោះចង់ឬមិនចង់ក៏មានន័យថាអ្នកកំពុងតែដាក់សម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរចំពោះខ្លួនឯងហើយកុំត្អូញត្អែដែលត្រូវរងការឈឺចាប់ពីព្រោះការឈឺចាប់នេះជាអ្នកដែលជួយយើងក្នុងការស្វែងរកភាពរឹងមាំចេញពីខាងក្នុងចិត្តមកមនុស្សធម្មតានឹងត្អូញត្អែឲ្យគេបានដឹងឮពីទុក្ខលំបាករបស់ខ្លួនប៉ុន្តែមនុស្សដែលរឹងមាំនឹងបង្ហាញថាខ្លួនអាចធ្វើបានបើទោះបីជាត្រូវលំបាកយ៉ាងណាក៏ដោយយើងពិតជាអាចធ្វើនៅរឿងដ៏អស្ចារ្យជាច្រើនដែលអ្នកអាចទៀតធ្វើមិនបានដូចយើងប៉ុន្តែយើងត្រូវតែជឿជាមុនសិនថាយើងពិតជាអាចធ្វើវាបានហើយក៏ត្រូវផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងជានិច្ចដរាបណាយើងនៅតែមានដង្ហើមដកនៅឡើយយើងក៏មិនត្រូវបោះបង់ចោលការពុះពៀតស៊ូនិងក្តីស្រមៃក្នុងការសម្រេចគោលដៅក្នុងជីវិតឡើយអ្នកដែលនៅជុំវិញយើងគេអាចនឹងជឿលើយើងខ្លះឬគេមិនជឿលើយើងខ្លះក៏ពិតមែនប៉ុន្តែយើងមិនអាចបាត់បង់ជំនឿចិត្តចំពោះខ្លួនឯងជាដាច់ខាតមិនថាស្ថិតនៅក្នុងស្ថានភាពណាក៏ដោយចុះពេលវេលានឹងរសាត់ផុតទៅដោយមិនអាចទាញថយក្រោយបានប៉ុន្តែសូមឲ្យវាជាពេលវេលាដែលយើងលះបង់ដើម្បីធ្វើរឿងមានប្រយោជន៍ចំពោះអ្នកដទៃសូមកុំឲ្យវាជាពេលដែលបាត់បង់ទៅព្រោះតែគិតលើរឿងអត់ប្រយោជន៍របស់អ្នកដទៃវាមិនពិបាកខ្លាំងពេកទេដើម្បីតែទទួលបានភាពជោគជ័យនៅក្នុងជីវិតប៉ុន្តែវាមិនមែនជារឿងដែលងាយស្រួលឡើយដែលមនុស្សម្នាក់អាចទទួលបានជោគជ័យស្របពេលដែលខ្លួនឯងក៏បានរកឃើញពីអត្ថន័យពិតនៃជីវិតដែលខ្លួនបានចំណាយមួយរយៈដើម្បីរស់នៅលើភពផែនដីនេះហើយអត្ថបទនេះដែរខ្ញុំបានដកស្រង់ចេញពីសៀវភៅវិញ្ញាសាជីវិតដែលនិពន្ធដោយបងស្រីសេតហត្ថាឬកូនចាប់នេះសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ខ្ញុំបាទសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត